ចឹងបន្ទាប់ទៀតពាក់ព័ន្ធក្រុមហ៊ុនបងប្អូនដឹងហើយគឺមានក្រុមហ៊ុនបងប្អូនចេះភាសាអង់គ្លេសឬមិនចេះភាសាអង់គ្លេសអ្នកចេះភាសាអង់គ្លេសគាត់អាចមានជំរឿនច្រើនជាងចាតែមិនមែនថាវគ្គនេះអត់ចេះអង់គ្លេសដាក់បាននេះគឺដាក់បានយើងមានក្រុមហ៊ុនច្រើនក្នុងប្រហែលខែ 3-4 ខែនេះគឺមានទទួលច្រើនដោយ unskill មិនចាំបាច់មិនមានជំនាញឬក៏មិនចាំបាច់ចេះភាសាអង់គ្លេសទេអញ្ចឹងទីមួយខ្ញុំចង់ប្រាប់នៅរដ្ឋចរចាយើងចាប់ផ្ដើមបើកទៀតហើយបងប្អូនចារោងចក្រសាច់មាន់ណាបងប្អូនចាអញ្ចឹងបងប្អូនខ្លះគាត់ថាអូចង់ដាក់ក្រុមហ៊ុនធំជារោងចក្រឬរោងចក្រសាច់មាន់បាទហើយនៅរដ្ឋចរចាខាងយើងធ្វើការនេះទៀតនៅរដ្ឋខាងយើងនេះអញ្ចឹងរដ្ឋចរចាចាប់ផ្ដើមមានទៀតហើយគឺរោងចក្រសាច់មាន់ចាយើងចាប់ផ្ដើមទទួលពីខែហ្នឹងទៅហើយហើយសម្រាប់ទី2ការងារនៅ fast food ដដែល Wendy ចា fast food ណាចាអ្នកគ្រូអត់ស្គាល់ពាក្យ fast food ទៅយើងចាប់តាមអាចារ្យការចង់និយាយថាការងារធ្វើនៅខាងភោជនីយដ្ឋានដូចជាអាហារhamburger លក់ burger ចាជាសាច់មាន់អីចឹងណាចាអញ្ចឹងការងារហ្នឹងនៅមានខាង Arizona អីបងប្អូនអញ្ចឹងបងប្អូននៅ Arizona ក្តី Nevada ឬក៏នៅខាង California អីចិត្តហ្នឹងគឺមានណានៅ Arizona តែវាអត់មាននៅចំ California ហ្មងអត់មានទេការងារ fast food ហ្នឹងណាបាទអញ្ចឹងនៅ Michigan ចានៅចិត្តដូចជា Chicago អីចឹងណានៅ Illinois អីហ្នឹងនៅចិត្តហ្នឹង Michigan ឬក៏ North Dakota ហើយមាន fast food មានរដ្ឋផ្សេងជាច្រើនទៀតបងប្អូនអាចតាក់ទងមកក្រុមហ៊ុនមកសួរព័ត៌មានបន្ថែមព្រោះវាមានមួយវគ្គយើងបើកខែណាបងប្អូនអញ្ចឹងមាន 3-4 រដ្ឋដែលយើងបើកសម្រាប់ការងារ fast food ហ្នឹងណាចានៅក្នុងខែ3ហ្នឹងយើងចាប់ទទួលណាចាហើយបើគាត់ចង់ទៅរដ្ឋណាដែលមើលទៅអត់តាន់បើកគាត់អាចចាំមួយខែទៀតចឹងទៅចាហើយតបទៀតមានការងារនេះថ្មីបងបាទមិនដែរថ្មីមែនតើដូចចាប់តែខ្ញុំចង់ដឹងវាល្អដែរបងវាល្អហើយចាចឹងការងារនៅអូតែខាងprepare food បានន័យថារៀបចំម្ហូបបងប្អូនណារៀបចំម្ហូបអញ្ចឹងការងារនៅអូតែវាដូចមានរៀបចំម្ហូបឬក៏ housekeeper ដូចជាអ្នករៀបចំសម្អាតអូតែអញ្ចឹងណាចាវាប្លែកតែអ្នកខ្លះគាត់ចូលចិត្តធ្វើខាងហ្នឹងដូចថាគាត់ចូលចិត្តអត់ចូលការងារក្រៅទេការងារក្រៅទេក្នុងអីចឹងចាសញ្ជាក់អាចអីចឹងណាតាមអូតែតាមអីចាអញ្ចឹងយើងមានថ្មីដែរយើងទៅតែយើងរត់ឯកសារ employer មួយរយៈដែរយើងមិនមែនថាពេលដែលយើងមានតកាយគេព្រមទទួលដាក់ពាក្យហ្នឹងគឺយើងដាក់បានភ្លាមទេយើងត្រូវតែធ្វើឯកសារឆែកមើលប្រវត្តិឯកសារគាត់income ទៅថាចំណូលគាត់សិនច្បាស់លាស់ហើយបានយើងផ្ញើទៅក្រសួងការងារ1 2 3គឺបងប្អូនណាវាចំណាយពេលដល់ឥឡូវគឺបើកហើយណាខែ3នេះគឺយើងចាប់ទទួលការងារនៅធ្វើនៅអូតែផ្នែកសម្អាតគាត់មានជំរើស2ចាដែល2 position ណាក្នុងអូតែហ្នឹងគឺគេរក2 position អាចជាអ្នករៀបចំម្ហូបឬក៏សម្អាតចាផ្នែកសម្អាតចឹងហ្នឹងហើយអូនៅរដ្ឋផ្លេចផ្លាប់រដ្ឋណាលោកគ្រូនៅរដ្ឋ Colorado បងColorado គាត់នឹងស្អាតបងប្អូនណាស្អាតហើយវាថ្លៃតិចតែមិនអីទេប្រាក់ចំណូលយើងវាតាមនឹងដែរចឹងណាបងប្អូនចាតែអ្នកខ្លះគាត់ចូលចិត្តរដ្ឋនឹងដែរ Colorado បងប្អូនចា